បច្ចេកវិទ្យាថ្មីផ្លូវល្បឿនលឿនភ្នំពេញក្រុងប្រស័យអនុនឹងដំឡើងឧបករណ៍កាមេរ៉ាស្មីឡាស៊ែរដើម្បីការពារសុវត្ថិភាពអ្នកបើកបរធ្វើដំណើរនាពេលយប់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញក្រុងប្រស័យអនុបានរៀបចំដំឡើងឧបករណ៍កាមេរ៉ាស្មីឡាស៊ែរដែលមានមុខងារជួយពញាក់ស្មារតីដល់អ្នកបើកបរនិងជួយការពារសុវត្ថិភាពក្នុងការធ្វើដំណើរកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីភាពនឿយហត់ក្នុងកំឡុងពេលបើកបរនាពេលយប់ឧបករណ៍នេះបញ្ចេញកាមេរ៉ាស្មីពណ៌បៃតងនាពេលរាត្រីក្នុងមុំប្រហែល45ដឺក្រេទៅខាងលើផ្ទុយទិសដៅចរាចរណ៍របស់យានយន្តនិងអាចបាញ់ពន្លឺក្នុងចម្ងាយប្រហែល4ដល់5គីឡូម៉ែត្រការដំឡើងឧបករណ៍នេះមិនបង្កផលប៉ះពាល់ដល់អ្នកបើកបរឡើយមិនតែប៉ុណ្ណោះថែមទាំងអាចជួយបង្កើនសោភ័ណភាពតាមដងផ្លូវឲ្យកាន់តែល្អប្រសើរជាងមុនទៀតផងសូមជ្រាបថាក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញក្រុងប្រស័យអនុនឹងចាប់ផ្ដើមតេស្តឧបករណ៍កាមេរ៉ាស្មីឡាស៊ែរនៅតាមបណ្ដោយផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី19ខែមិថុនាតទៅ